វីដេអូនេះខ្ញុំទៅកាន់បុគ្គលិកគ្រប់ជាន់ថ្នាក់ដែលកំពុងធ្វើការនៅក្នុងអូតែក្នុងខេត្តសៀមរាបជាពិសេសតែម្ដងហើយការនេះ low season ហើយនៅពេលដែលសន្តាគារគ្មានភ្ញៀវដើម្បីបម្រើអ្វីដែលពួកយើងត្រូវបម្រើបន្តគឺសន្តាគារខ្លួនឯងឯងកុំអនុញ្ញាតឲ្យពាក្យថាមិនមែនការងារខ្ញុំទេមិនផ្នែកខ្ញុំទេមកកំណត់សមត្ថភាពបងប្អូនទាំងអស់គ្នាកុំឲ្យមានពាក្យថា F&B មិនអាចទៅជួយ FO បាន FO មិនអាចទៅជួយ finance បាន finance មិនអាចទៅជួយ sale បានពួកយើងអាចជួយគ្នាទៅវិញទៅមកបានកុំអនុញ្ញាតឲ្យ department របស់យើងកំណត់ថាយើងជានរណាហើយយើងមិនអាចធ្វើអីឲ្យធំជាងនឹងបានកុំអញ្ចឹងបងប្អូននៅពេលដែលបុគ្គលិកជួបការលំបាកជួបភ្លៀងតែមានថៅកែធ្វើជាឆាត់តែនៅពេលដែលថៅកែកំពុងរងព្យុះសេដ្ឋកិច្ចតើមានបុគ្គលិកប្រមាណអ្នកសុខចិត្តធ្វើជាចិញ្ចាំងជួយបាំងពួកគាត់ពួកយើងទាំងអស់គ្នាជាបុគ្គលិកដឹងហើយតែរាល់ពេលដែលយើងជួបបញ្ហាម្ដងយើងតែងតែរត់ទៅរកកន្លែងធ្វើការដើម្បីឲ្យជួយតែពេលកន្លែងធ្វើការកំពុងតែជួបវិបត្តិអត់ភ្ញៀវនេះតើនរណានឹងចេញមុខជួយពួកគាត់តើនរណានឹងចេញមុខមកការពារបងប្អូនត្រូវចាំណាអ្នកដែលឯកការបំផុតនៅក្នុងរដូវកាល low season ណាមិនមែនជាបុគ្គលិកដែលអង្គុយធ្វើមុខម៉ក់ព្រោះអត់មានការងារធ្វើទេប៉ុន្តែជាម្ចាស់អាជីវកម្មនិងអ្នកគ្រប់គ្រងដែលកំពុងតែរៃពន្ធថ្លៃទឹកថ្លៃភ្លើងប្រាក់ខែបុគ្គលិកនិងបំណុលធនាគារដោយគ្មានសម្លេងត្អូញត្អែមួយម៉ាត់ទេដើម្បីតែរក្សាឆ្នាំងបាយបុគ្គលិកឲ្យនៅមានអង្គហើយការចង់បានរបស់ពួកគាត់គឺសាមញ្ញបំផុតសុំត្រឹមតែអ្នកមានស្មារតីភ្ញាក់រលឹកខ្ពស់ចំពោះការងារ